lư tha Campuchia miền fighter jet đại tả hỏi ban bằng chun oi sắc xaក្រៅប្រទេសបាទរឿងនឹងពិតបាទលោកហ៊ុនសែនបានទិញយន្តហោះ J35 ចំនួន100គ្រឿងដែលបច្ចុប្បន្ននេះអាកាសយានិកកំពុងសិក្សាបើសង្គ្រាមបន្តតែ2សប្តាហ៍ទៀតថៃមកពីព្រោះត្រៀមហើយអញ្ចឹងយើងមាន J35 ដែលក្រុមហ៊ុនចិនសឹងតែផលិតមិនបានលោកហ៊ុនសែនមិនចង់ប្រើ J10 ទេពីព្រោះជ្រុលនឹងវាយហើយជ្រុលនឹងវាយសៀមទាល់តែឲ្យសៀមដឹងថាប្រទេសកម្ពុជាយើងមិនមែនប្រទេសអ្នកក្រទេថ្មីត្បិតតែយើងស៊ីអំបុកមែនក៏ប៉ុន្តែវាជាចំណូលចិត្តរបស់ទាហានយើងណាការដែលយើងបរិភោគអាហារកញ្ចប់របស់កងទ័ពវាអត់ឆ្ងាញ់ដូចអំបុកទេអញ្ចឹងបើយើងនិយាយអំពីគុណភាពនៃអាហារវិញកងទ័ពលោកហ៊ុនសែនមានគុណភាពអាហារខ្ពស់ជាងសហរដ្ឋអាមេរិកបើយើងធ្វើសម្ភាសជាមួយនឹងទាហានសហរដ្ឋអាមេរិកវាស៊ីអា food កញ្ចប់មានណាអា food កញ្ចប់វានឹងស៊ីតែចង់ក្អួតអត់ឆ្ងាញ់ទេទាហានរបស់លោកហ៊ុនសែនត្រូវបរិភោគនៅអាហារឆ្ងាញ់អញ្ចឹងហើយបានជាលោកហ៊ុនសែនដែលជាអគ្គភស្តុភារហ្នឹងរៀបចំអំបុកស្រូវថ្មីឈ្ងុយឈ្ងប់ជាមួយនឹងត្រីផាត់សាច់ផាត់សាច់ក្រកសណ្ដែកល្ងដើម្បីឲ្យកងទ័ពយើងហ្នឹងបានទទួលទានប្រកបទៅដោយជីវជាតិហើយមានរសជាតិជាខ្មែរត្រឹមត្រូវដែលគេហៅកម្ពុជាសប្ងៃអញ្ចឹងគុណភាពនៃការរៀបចំកងទ័ពក្នុងនាមលោកហ៊ុនសែនជាអគ្គភស្តុភារគឺរៀបចំដោយចក្ខុវិស័យវែងឆ្ងាយណាកូនលោកតាគេថាសន្តិភាពហើយតើពិតទេសន្តិភាពមានស្រេចគ្រាន់តែពេលនេះលោកហ៊ុនសែនក៏ទុកមកអន្លើដើម្បីបដៅសៀមកុំឲ្យវាប្រហើនណាសន្តិភាពមានស្រេចប្រទេសកម្ពុជាមានសន្តិភាពស្រេចកូនណាឮថាកម្ពុជាមានចិត្តឆ្លើយហើយគេអ្នកប្រើឬក៏យើងប្រើកូន China sold VT4 tanks to Thailand and sold GAMO2 102 to Cambodia នេះគឺជាទីផ្សារដែលចិនមានភាពឆ្លាតវៃក្នុងការលក់សព្វាវុធប្រទេសកម្ពុជាយើងមានភ័ព្វវាសនាណាស់ដែលคล้ายទៅជាប្រទេសមុនដំបូងបង្អស់សម្រាប់មហាមិត្តចិនសាកសព្វាវុធជាមួយនឹងកងទ័ពថៃយើងមិននឹកស្មានថាយើងមានវាសនាដល់ប៉ុណ្្នឹងទេដូច្នេះរឿងនេះរឿងសំខាន់ហើយនឹងជាកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់យើងណាមិនងាយប្រទេសណាបានសាកអាវុធទំនើបចំនួនទី5អញ្ចឹងទេណាយើងធ្វើបានណានឹងអញ្ចឹងunknown ឮថាកម្ពុជាឆ្លើយហើយកូនណាសរសេរច្រើនដងពេកប្រយ័ត្ន system វា kick out កូនឯងបាត់ណាកូនឯងសរសេរច្រើនពេកsystem ហ្នឹងវាដេញចាញ់ណាកូនណា Thaksin they say Cambodia is at peace now yes it is true កូន yes សង្គ្រាមលើកនេះតើកម្ពុជាមានចំណេញអ្វីខ្លះនឿនតារាសង្គ្រាមលើកនេះកម្ពុជាចំណេញច្រើនណាចំណេញច្រើនទី1គឺធ្វើឲ្យសេដ្ឋកិច្ចសៀមយ៉ាងតិចពាក់កណ្ដាលត្រូវរលំរលាយដោយព្រំដែនកម្ពុជាថៃឡង់ត្រូវបិទនឹងទី1ទី2ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាចម្រើនយ៉ាងតិច 30% ពីព្រោះដាស់ឲ្យប្រជាជននៅកម្ពុជាមានស្មារតីស្នេហាជាតិលើកតម្កើងផលិតផលខ្លួនឯងនឹងទី2ទី3ធ្វើឲ្យប្រជាជននៅកម្ពុជាមានស្មារតីរឹងមាំជឿទុកចិត្តលើនយោបាយដ៏ឆ្នើមមានចក្ខុវិស័យរបស់សម្ដេចតេជោនឹងទី3ទី4បង្ហាញពីវីរភាពនិងភាពឆ្លាតវៃថ្នាក់បណ្ឌិតរបស់សម្ដេចធិបតីហ៊ុនម៉ាណែតដែលចេះធ្វើនយោបាយដែលគ្មានខ្មាំងសត្រូវណាអាចស៊ើបដឹងបានគឺជានយោបាយដ៏អស្ចារ្យរបស់សម្ដេចធិបតីហ៊ុនម៉ាណែតដែលស្ងាត់ប៉ុន្តែសកម្មភាពមិនស្ងៀមនេះគឺសុទ្ធតែជាចំណុចល្អដែលខ្មែរយើងអត់ដែលមានទេតាំងពីអាណាចក្រអង្គរមកគឺអត់មានទេណាអញ្ចឹងនិយាយទៅយើងចំណេញសពមុខហើយផ្លែផ្កាមិនទាន់ចេញផ្លែផ្កាអស់ទេដូច្នេះហើយវាត្រូវការមួយឆ្នាំពីរឆ្នាំទៀតផ្លែផ្ការទៅចេញនៅពេលហ្នឹងហើយដែលខ្មែរយើងដែលយើងជាពលរដ្ឋកម្ពុជាហ្នឹងនឹងបានទទួលដឹងច្បាស់ថាក្រោមការដឹកនាំរបស់សម្ដេចតេជោនិងក្រោមការដឹកនាំរបស់សម្ដេចធិបតីគឺខ្មែរយើងកើតមកនៅក្នុងចំនួននេះមានសំណាងណាស់វាប្រៀបបាននឹងខ្ញុំដែលកំពុងតែស្រក់ទឹកភ្នែកកើតមហារាជចិត្តងាប់ដែលមិនបានរស់មើលឃើញសេចក្តីថ្លៃថ្នូរចម្រើននៅរងរឿងក្រោមការដឹកនាំរបស់សម្ដេចទាំងពីរវាប្រៀបបានដូចឥសីសម័យព្រះពុទ្ធអង្គទ្រង់ប្រសូតនៅដែលទារកអនាគតព្រះសម្មាសម្ពុទ្ធត្រូវបានយកមកបង្ហាញមន្ត្រីសេនាបតីនិងគ្រូបាអាចារ្យនៃក្រុងកបិលភ័ស្ត្រដែលមានឥសីដ៏ល្បីម្នាក់បានប្រហូរយំហើយនៅពេលដែលសម្ដេចព្រះសុទ្ធោទត្ត
តែជាព្រះវរៈបិតារបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់សួរទៅកាន់ឥសីនោះថាម្ដេចបានមហាឥសីយំសោកយ៉ាងនេះមហាឥសីដល់ល្បីល្បាញនៅពេលនោះក៏បាននិយាយថាវាមិនមែនជាការយំសោកទេគឺជាការស្ដាយសំណោះយ៉ាងខ្លាំងដែលទូលបង្គំជាខ្ញុំមិនអាចនៅមានជីវិតឃើញទេរៈនេះคล้ายទៅជាព្រះត្រាស់ដឹងនៃអនាគតខ្ញុំចេញសក់ក៏ដូចគ្នាត្រូវស្រក់ទឹកភ្នែកទៅហូរយំមិនឲ្យប្រពន្ធដឹងដោយនឹកស្ដាយសំណោះថាមិនបានរស់នៅមើលឃើញសេចក្តីថ្កុំថ្កើងរុងរឿងរបស់សម្ដេចទាំងពីរដែលដឹកនាំប្រទេសណាអញ្ចឹងណាបងប្អូនណា Uncle do you think the war between Cambodia and Thai finished yes វាអ្វីវាស្រាច់សម្ដេចហ៊ុនសែនណាអូខេវិរៈសពគេថាឈប់បាញ់ហើយបាទឈប់បាញ់ហើយណាអានោះអញ្ចឹងតើកម្ពុជាទទួលបានសន្តិភាពពិតមែនឬទេបាទពិតមែនបាទ Cambodia 511 do you believe it Cambodia is peaceful again from សោយសុភាព yes 100% plus 900% total 1000% okay Belletre 3254 Grandpa your recent video expose and explain the whole situation okay thank you ស្រីនាងសួស្ដីម៉ាម៉ៅណាគេដាក់តាំងហើយថតលាយពណ៌បដ යි បាទ At this point, conflict is like a weapon showroom that China put out for the world to see. Yes, it is true. Okay? Now, រស់ឋានៈថៃទិញទេដឹងលោកអ៊ំថៃអត់មានលុយទិញទេកូនមួយគ្រឿងរាប់លានសម្ដេចហ៊ុនសែនទិញជាពិសេសយកមកប្រើរិទ្ធិស័កអញ្ចឹងបានរត់ពះដែកវាស្រោបដោយឫស្សីបាទវាបន្លំខ្លួនស្រោបរត់ពះដែកដោយឫស្សីឬស្រោបដោយសំណាញ់បងត្រីហើយមានរត់ពះដែកមួយចំនួនធ្វើរៀនដាក់ពីលើទៀតណាបាទអានោះអញ្ចឹងថ្មីពេកអ៊ំមិនមែនរបស់ខ្មែរទេម៉ៅពេលយើងរៀនមើលអញ្ចឹងណាកូនពេលរៀបមង្គលការឬមានពិធីអីមួយគ្រួសារខ្មែរយើងជាពិសេសគ្រួសារមន្ត្រីជាន់ខ្ពស់គឺសិតតែប្រើរបស់ថ្មីដែលបានសេចក្តីថាប្រទេសយើងមិនមែនជាប្រទេសក្រីក្រទេនៅក្នុងរយៈពេល30ឆ្នាំនេះយើងកសាងខ្លួនមានសន្ទុះរាប់ពាន់%ទៅមុខយើងកុំឲ្យគិតថាខ្លួនយើងអន់ទេសោះយើងត្រូវគិតថាខ្លួនយើងសប្តាហ៍នេះណាយើងឆ្នាំ50យើងខ្លាយទៅជាមហាអំណាចអនុតំបន់ណាមហាអំណាចអនុតំបន់ដោយសារអីដោយសារតែសង្គ្រាមលើកនេះធ្វើឲ្យប្រទេសវៀតណាមអីខ្លោបខ្លាចគេមិននឹកស្មានថាប្រទេសយើងជឿនលឿនដល់ប៉ុណ្្នឹងទេដូច្នេះហើយមិនមែនរឿងធម្មតាទេយើងត្រូវមានមោទនភាពសេចក្តីរីករាយចំពោះប្រទេសយើងណាអាហ្នឹងអញ្ចឹងបាទ Grandpa I saw many people said finally the war is over because voice and pressure from China I saw many people celebrating right now ជាការពិតដំណឹងល្អចិនបានទទួលជោគជ័យនៅពេលដែលលោកប្រធានាធិបតី Donald Trump បរាជ័យ We are not cooked yet of course we need to put some in refrigerator ណាអូខេគេថាគ្រាន់តែចិននិយាយថៃឈប់បាញ់ត្រឹមត្រូវហើយ 1000% ពីព្រោះអីចិនប្រាប់ថាឈប់ទៅសភាវុធរបស់ថៃឯងអត់ឈ្នះលោកហ៊ុនសែនទេលោកហ៊ុនសែនប្រើសិទ្ធិជំនាន់ទី5លោកហ៊ុនសែនប្រើសិទ្ធិអាវុធចំនួនទី5គេហៅ fifth generation ណាចន្ទដាគុណអត់មានត្រូវការឈឺទេកូនជាឡើងណាជ័យជំនះសន្តិភាពណាការនិយាយឌឺដងផ្លែផ្កាឲ្យជាតិសាសន៍ខ្លួនឯងវាតើវាមានប្រយោជន៍អ្វីសូនហាជាតិសាសន៍យើងមួយនេះជាជាតិសាសន៍ឧត្តមឧត្តមបើសិនជាចៅឯងពេលខ្ញុំនិយាយថាជាតិសាសន៍ខ្មែរក្នុងគ្រោះថ្នាក់ចៅឯងថាមិនគ្រោះថ្នាក់ដល់ពេលនិយាយថាជាតិសាសន៍ខ្មែរកំពុងជោគជ័យជាពិសេសក្រោមការដឹកនាំរបស់សម្ដេចចៅឯងថាឌឺដងអញ្ចឹងមានតែចៅឯងជាយួនហើយសៀមពួកខួរក្បាលចៅឯងអត់មានចង់លើកតម្កើងជាតិសាសន៍ខ្លួនឯងទេណាចំណែកតាគឺជា content maker មួយដែលមាន psychology ណាដែលមានចិត្តសាស្ត្រដូច្នេះហើយតា
និយាយថានិយាយជា critics ជាការរិះគន់ចៅមិនសប្បាយចិត្តទេពីព្រោះចៅជាបរទេសចៅចង់ឲ្យតានឹងឈ្លោះគ្នាជាមួយខ្មែរដល់ពេលតានិយាយពីភាពអស្ចារ្យរបស់លោកហ៊ុនសែននិងភាពមានបានចម្រើនរុងរឿងរបស់កម្ពុជាចៅភ័យពីព្រោះចៅជាជនបង្កប់ដែលគ្រាន់តែពាក់សម្បកខ្លួនជាជនជាតិកម្ពុជាតែមិនចង់ឲ្យវាគ្មិនដោយតានិយាយអំពីរឿងល្អរបស់ប្រទេសកម្ពុជាទេអាហ្នឹងតាមមិនដឹងធ្វើម៉េចទេណាវាស្រេចតែលើចៅឯងណាអូខេព្រោះចៅឯងជាមនុស្សបម្រើផលប្រយោជន៍អ្នកដទៃណាបើតានិយាយអំពីបញ្ហារបស់ខ្មែរចៅឯងចង់ឲ្យតាទៅឈ្លោះជាមួយខ្មែរនៅពេលដែលតានិយាយអំពីសេចក្តីចម្រើនរុងរឿងចៅឯងថាតាឌឺដងពីព្រោះគោលដៅរបស់ចៅឯងគឺបម្រើផលប្រយោជន៍បរទេសចង់ឲ្យខ្មែរដួលរលំរលាយមិនងាយទេចៅទោះបីចៅឯងក្មេងជាងតាតែចៅឯងមិនបានជោគជ័យទេពីព្រោះក្រោមការដឹកនាំរបស់សម្ដេចតេជោចៅឯងមិនងាយជោគជ័យទេណាមិនងាយជោគជ័យទេ Grandpa need to chill are you joking playing with your feeling with our feeling you never pride concern like that before no you I have over 6,000 video តាមានធ្វើវីដេអូជាង 6,000 វីដេអូមានច្រើនណាហើយចៅឯងអានចៅឯងមើលវីដេអូតាអត់អស់មិនងាយទេណាតាធ្វើវីដេអូបានជាង 6,000 វីដេអូណាអូខេតើការទុកចោលកំភ្លើងនេះជាល្បិចឬទុកចោលមែនតែនតាសម្ដេចលោកប្រាប់លោកថាបាញ់វាឲ្យឆេះហើយទុកឲ្យវាមើលកុំឲ្យវាប្រហើនបានជាទុកប្រមាណដើមហ្នឹងឲ្យសៀមមើលអូខេណាកូនទេហ៊ានតួទេហ៊ានរឿងនេះខ្ញុំស្ដាប់ជក់ចិត្តណាស់បាទត្រឹមត្រូវជាការពិតជាការអស្ចារ្យមែនតើណាអូខេម៉ាត់លីស្លឹមលោកនិយាយបញ្ជឺដោយសារចិនជាអ្នកបញ្ចប់សង្គ្រាមមិនក៏បញ្ឈឺបើលើកតម្កើងសពាវុធរបស់មហាមិត្តត្បូងពេជ្រហើយជ័យជំនះរបស់កម្ពុជាបានសេចក្តីថាមិនមែនបញ្ឈឺទេគឺការលើកតម្កើងណាអានឹងអញ្ចឹងទេស្ដាប់ដល់ពេលនេះយល់ថាតាចង់និយាយពីអ្វីហើយអរគុណរឿងនិទានមុនចូលគេង yes សៀមទល់ខោហើយណាត្រឹមត្រូវ Grandpa always play with your feeling ជាចាស់ទុំតែងតែប្រើនៅចិត្តសាស្ត្រជា psychology និងជា psychology ណាអូខេហេតុអ្វីគេថាថៃឈប់បាញ់ក្រោយចិនលោកដៃពីព្រោះប្រទេសសៀមខ្លាចចិនណាស់ហើយណាមួយទៅប្រទេសសៀមមើលឃើញចិនគឺជាមហាអំណាចអនាគតដ៏ខ្លាំងក្លាជាទីបំផុតអញ្ចឹងត្រូវតែស្ដាប់សៀម Cambodia fan Club លោកតាអាចជាមូលហេតុដែលកម្ពុជាអត់ប្រើ KS1C ឬប្រើដែរតែចាប់ F16 អត់បានKS1C លោកហ៊ុនសែនមិនទាន់ឲ្យប្រើទេពីព្រោះនៅលើសមរភូមិ28ចំណុចតាមបណ្ដោយព្រំដែនគឺតបរបស់លោកហ៊ុនសែនឈ្នះគ្រប់សមរភូមិរហូតដល់ថៃបានធ្វើរូបភាពវីដេអូនិងរូបភាពនានាខ្លែងបន្លំបណ្ណាក៏ដោយយើងមើលការត្រូវរបួសស្នាមហើយនឹងស្លាប់របស់ថៃយកអំឡានពេទ្យជាង 1000 ឡានដឹកអ្នករបួសនឹងសាកសពមិនអស់ទេត្រូវប្រើរថយន្តដទៃទៀតនៅតាមផ្លូវថ្នល់ជាប់មកព្រំដែននៅក្នុងខេត្តទាំងប្រមាណ 6-7 ហ្នឹងគឺបើសិនជាគេទៅឈរតាម highway របស់ថៃគេឃើញថារថយន្តដែលដឹកមកឈុះហើយនឹងសាកសពគឺអត់មានម៉ោងណាឈប់ទេគឺវឺតហើយមន្ត្រីថៃមួយចំនួនក៏រវល់ធ្វើបន់សពដែរសុំបីតែប្រជាចៅថៃក៏ត្រូវបរិច្ចាគនៅព្រះរាជទ្រព្យដើម្បីធ្វើបន់សពពីព្រោះវារបួសស្នាមច្រើនណាស់ក្នុងចឹងព័ត៌មានច្បាស់ការពីកម្ពុជាបាននិយាយថាបើជាតិថៃគេដឹកមឈូសទៅធ្វើបន់បើជាខ្មែរសរិនគេដាក់ស្មោងខ្ញុំឃើញគេបង្ហាញរូបនឹងជាផុសតាងទៀតផងណាអាហ្នឹងក៏ជារឿងមួយដែលយើងចាប់អារម្មណ៍ណាពីព្រោះព័ត៌មាននឹងចង់ប្រាប់បងប្អូននៅសរិនឲ្យដឹងណាហើយមានសម្ដេចលោកថាបើសិនជាទៅអនាគតទៅមិនយល់ដឹងទេនឹងបញ្ជូនតាសុចឲ្យទៅប្រាប់ពួកបរិយារាមស៊ីសកែតចន្ទបុនឧបនរាជធានីសកែវបាតយារហូតទៅដល់ស្រិនអីឲ្យដឹងអញ្ចឹងហើយបានជាតាសុចនឹងត្រូវបានសម្ដេចហ៊ុនសែនក៏ហៅឲ្យមក retraining នៅប្រទេសកម្ពុជាដើម្បីនឹងពង្វិលចូលទៅស្រុកថៃវិញធ្វើកិច្ចការជាបេសកកម្មពិសេសអានឹងសិតតែជារឿងដែលវាជាផែនការយូរអង្វែងខ្ញុំមិនចង់និយាយទេព្រោះវាបែកការសម្ងាត់សម្ដេចអញ្ចឹងឆ្លើយបន្តិចឲ្យយល់អូខេអានឹងអញ្ចឹងណាកូនណា Cambodia fan club
កម្ពុជាអត់ប្រើឆ្លើយហើយកុំទៅសេច្រើនពេក fan club ប្រយ័ត្ន system វាដេញណាកូនណាអា alien ថៃក៏ដូចជាកំងទិញ Javelin 300ដើមដែរថៃអត់មានលុយទិញទេបើថៃមាន Javelin ថៃយកមកប្រើហើយថៃអត់មានទេណាថៃអត់មានទេណាលោកតាខ្ញុំចង់ឮពាក្យពិតខ្ញុំមិនចង់ស្ដាប់ពាក្យលុញពងទេតាអត់មានលុញទេតានិយាយស្អីច្បាស់លាស់អញ្ចឹងណា Blue លេងច័ន្ទអាយ៉ា New York Times មានចាញ់ខ្យល់ទៀត Times New York Times មានអក្សរ S អូខេអានឹងអញ្ចឹងណាបាទហែមលុញឈប់ស្ដាប់ល្អជាងនិយាយតូចនិយាយតូចនិយាយមកមិនអញ្ចឹងកូនស្ដាប់អត់អានបានលោកអ៊ំនិយាយបញ្ឈឺចិត្តអ្នកស្ដាប់ហើយអ្នកស្ដាប់គឺជា fan ពេលអ៊ំធ្វើ show អ៊ំត្រូវការ fan ត្រូវការអ្នកមើលបើអ៊ំនិយាយដើម្បីបំពេញចិត្តរបស់អ្នកស្ដាប់ទៅត្រូវយើងមិនអាចឲ្យអ្នកស្ដាប់ខឹងបានទេណាយើងមិនអាចឲ្យអ្នកស្ដាប់ខឹងបានទេយើងត្រូវបំពេញចិត្តអ្នកស្ដាប់ណាអានឹងអញ្ចឹងបាទតាប៊ុនហៀងធ្ងន់ពោះដើមមិនរួចទេពូចេះតែនិយាយហើយហេងប៊ុនហៀងរត់លឿនជាងកីឡាករ SEA Games របស់កម្ពុជាទៅទៀតខ្ញុំមានវីដេអូហេងប៊ុនហៀងរត់តាមមាត់សមុទ្រកំពង់សោមលឿនប៉ុន្តែហេងប៊ុនហៀងគាត់ថាគាត់មិនសូវហ៊ានចង់រត់ទេបើព្រោះឃើញសម្ដេចដើរសម្ដេចជាមេគាត់ដូច្នេះហើយរឿងហេងប៊ុនហៀងទុកក្បាលពោះរៀងធំតែអញ្ចឹងពីព្រោះដើម្បីក្នុងនាមជាបញ្ជាការអង្គរៈអមសម្ដេចតេជោលោកមានក្បាលពោះរៀងសុខភាពល្អបន្តិចហេងប៊ុនហៀងត្រូវមានក្បាលពោះអញ្ចឹងពីព្រោះបើក្បាលពោះហេងប៊ុនហៀងវាតូចជាងក្បាលពោះសម្ដេចហ៊ុនសែនពេលមានគ្រោះថ្នាក់ធ្វើមិនការពារលោកបានអញ្ចឹងហេងប៊ុនហៀងត្រូវមានក្បាលពោះឲ្យធំកាលណាមានបញ្ហាអីយកក្បាលពោះទៅការពារសម្ដេចហ៊ុនសែនអាហ្នឹងគឺជាវិធីមួយនៅក្នុងផ្នែកខាងអង្គរៈការពារសន្តិសុខមជ្ឈិមដែលហេងប៊ុនហៀងធ្វើនេះគឺជារឿងដែលយើងគិតអត់ដល់ព្រោះយើងអត់រៀនខាងជំនាញហ្នឹងណាកូនណាយើងអត់រៀនខាងជំនាញហ្នឹងយើងគិតមិនដល់ទេណាយើងគិតមិនដល់ទេណាយើងគិតមិនដល់ទេធម្មតាយើងអត់រៀនខាងហ្នឹងណាបាទណាអញ្ចឹងដើម្បីការពារអ្នកដឹកនាំមានក្បាលពោះធំបន្តិចអង្គរៈត្រូវក្បាលពោះឲ្យធំដើម្បីយកទៅការពារអ្នកដឹកនាំកុំឲ្យអ្នកដឹកនាំមានបញ្ហាណាអាហ្នឹងអញ្ចឹងបាទអញ្ចឹងខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងហើយវិលមកជួបប្រិយមិត្តណាជាថ្មីទៀតជម្រាបលា